អ្នកជំងឺគ្រុនពោះវៀនណាកុំចេះតែញ៉ាំអាហារ4ប្រភេទនេះទី1សាឡាត់ឬក៏បន្លែឆៅកាលណាយើងមានបញ្ហាគ្រុនពោះវៀនណាពោះវៀនយើងវាមានរបួសស្រាប់ហើយពេលដែលយើងញ៉ាំអានឹងទៅទៀតសារជាតិរឹងសរសៃហ្នឹងវាទៅកោសវាទៅប៉ះជាមួយពោះវៀនយើងហ្នឹងវាធ្វើឲ្យយើងហ្នឹងកាន់តែឈឺអញ្ចឹងមកដូរមកញ៉ាំអាហារដែលយើងស្រស់ទុនណាស្រស់ឆ្អិនហ្នឹងល្អជាងទី2អាហារហិលហ្នឹងវានឹងទៅប៉ះជាមួយជញ្ជាំងពោះវៀនដែលកំពុងតែរលាកស្រាប់ផងអញ្ចឹងវាធ្វើឲ្យយើងហ្នឹងកាន់តែឈឺពោះហើយនឹងរាករូសកាន់តែខ្លាំងថែមទៀតទី3អាហារបំពងឬក៏ជាតិខ្លាញ់ខណៈពេលដែលពោះវៀនយើងកំពុងតែខ្សោយស្រាប់វាអត់មានសមត្ថភាពខ្លាំងទៅរំលាយជាតិខ្លាញ់ហ្នឹងឯងដូច្នេះវានឹងធ្វើឲ្យយើងចុកពោះហើមពោះហើយរាករូសនិងក្តៅខ្លួនជាងមុនទី4អាហារដែលសម្បូរជាតិហ្គាសប្រភេទស្ពៃក្តោបឬក៏ខាត់ណាហ្នឹងគេសឹកស្ែងថាវាសម្បូរជាតិហ្គាសអញ្ចឹងពេលដែលយើងញ៉ាំទៅហ្នឹងវាធ្វើឲ្យពោះយើងកាន់តែហើមតឹងហើយពិបាកបត់ជើងជាងមុនអញ្ចឹងអ្នកជំងឺគ្រុនពោះវៀនត្រូវឲ្យពោះវៀនសម្រាកឲ្យបានច្រើនដូច្នេះអាហារដែលល្អហ្នឹងគឺបបរក្តៅបបរទុនយើងត្រូវញ៉ាំមួយរយៈរហូតដល់តែយើងនឹងជាសះស្បើយណាគេខ្លះដែលកំពុងតែមានបញ្ហាគ្រុនពោះវៀនរ៉ាំរ៉ៃជួយខមមិនប្រាប់អ្នកគ្រូសៃពៅផងហើយកុំភ្លេចអនុវត្តតាមអ្វីដែលអ្នកគ្រូសៃពៅរៀបរាប់ឆាប់ធូរស្រាល